ហាហាមានចលនានៅខាងក្នុងពុះទ្វារចុះបាទស្វែងរកស៊ើបអង្កេតឲ្យបានមកចត់បាទប្រសិនបើអ្នកធ្វើឲ្យភ្ញៀវអាអន់ចិត្តសូមត្រឡប់មកវិញភ្លាមព្រះអង្គគុំចាស់ឲ្យបេះដូងខ្ញុំលោតញាប់ណាស់ខ្ញុំហោះលឿនណាស់ប៉ុន្តែខ្ញុំដឹងថាឥឡូវខ្ញុំមិនអាចធ្វើវាបានទេឯកឧត្តមសូមអភ័យទោសចំពោះកំហុសរបស់ខ្ញុំអ្នកបម្រើនេះធ្វើការនៅទីនេះពេញមួយថ្ងៃឆ្កែពណ៌ស្រាប់តែបាក់ពេលកំពុងងូតទឹកទីស្ករចូលតាមបង្អួតហើយលោតចូលក្នុងអាងងូតទឹកអ្នកបម្រើហៀបនឹងទៅជួបម្ចាស់ស្រាប់តែខ្ញុំសូមលោកម្ចាស់មេត្តាស៊ើបអង្កេតរឿងនេះឲ្យបានមកចត់អ្នកបម្រើម្នាក់នេះមិនដែលហ៊ានអត់អន់ឡើយព្រះអង្គគុំចាស់ឈូបានរកឃើញការវិលត្រឡប់របស់កូនប្រុសច្បងព្រះអម្ចាស់ឲ្យវាគ្រាន់តែជាការជូនដំណឹងមិនពិតមួយប៉ុណ្ណោះអ្នកជាមនុស្សកំសត់ប្រពន្ធចង់បានងូតទឹកជាមួយមនុស្សល្ងងកខ្វក់និងមិនសំណាងតើអ្នកទាំងអស់គ្នាឈរនៅទីនោះដើម្បីអ្វីស្វែងរកនៅកន្លែងផ្សេងបាត់ចាស់សោះពេលឃើញរូបរាងរបស់គាត់ខ្ញុំមានអារម្មណ៍សោកសៅដោយសម្ងាត់អូយវាពិតជាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះបុរសសង្ហាបំផុតក្នុងលោកគឺឆ្កែខ្ញុំដកដង្ហើមវែងខ្ញុំបានអន់ក្បាលចុះដោយទប់ស្កាត់ការអធិស្ឋានក្នុងចិត្តរលែកមើលមុខរបួសនៅលើក្នុងឆ្កែពស់កន្ត្រៃរបស់ឈឺថនដេងគាត់ត្រូវគេចាក់យ៉ាងខ្លាំងរហូតដល់របួសរបស់គាត់កាន់តែនេះបានបង្ហាញគាត់ពីការស៊ូទ្រាំនឹងការជិះចាប់បេះដូងខ្ញុំកាន់តែតានតឹងពេលឃើញគាត់ខំថ្មិញហើយក្រោកឡើងហើយរកឃើញអាហារដែលនៅសល់ថ្នាំព្យាបាលរបួសនិងទឹកមាត់របស់ខ្ញុំនាងខ្សឹបព្រមានគុំឲ្យរើចេញខ្ញុំនឹងរុំអ្នកម្ដងទៀតដោយសារអ្នកមានស្បែកសខ្លាំងណាស់ខ្ញុំនឹងហៅអ្នកថាសៀវបៃទូចស្បែកខ្ញុំបានលួចយកចុងជ្រមុះរបស់ខ្ញុំដោយឆ្កងទឹកភ្នែកជូរចត់បានធ្លាក់មកលើរោមរបស់គាត់តាមពិតទៅខ្ញុំក៏ដូចអ្នកដែរខ្ញុំអាណិតសិនឆេហើយហៅគាត់ថាឪពុកនិងម្ដាយការរើសអើងដើម្បីសន្សំប្រាក់ឲ្យបងស្រីរបស់ខ្ញុំថ្លៃបណ្ណាការរបស់ខ្ញុំបានលក់ខ្ញុំឲ្យខ្លាចជាទេសកលការិយាល័យត្រូវលាងសម្អាតរបស់កខ្វក់ជាច្រើនជារៀងរាល់ថ្ងៃសម្លៀកបំពាក់ក៏ត្រជាក់ខ្លាំងដែរម្រាមដៃខ្ញុំប្រេះហើយខ្ញុំនៅតែត្រូវការវាមានដ៏ជ្រៅនោះស្ងាត់ជ្រងហើយខ្ញុំនៅម្នាក់ឯងអាចនិយាយបានថាគាត់ពោពេញដោយភាពជូរចត់និងទុកព្រួយពន្យល់ដល់អ្នកចាប់ផ្ដើមដំបូងដែលមិនអាចនិយាយបានបន្ទាប់ពីរបួសត្រូវបានរុំដោយបងរុំរួចខ្ញុំពិតជាដោយមិនអាចទ្រាំទ្របានទៀតគាត់ក៏ដួលក្បាលទៅនឹងដីគំនោចម្បាំងដែលបាក់នោះត្រជាក់ខ្លាំងណាស់ត្រជាក់ពេញខ្លួនខ្យល់ត្រជាក់ធ្វើឲ្យខ្ញុំវិលមុខលេចចូលទៅក្នុងបាវមួយខ្ញុំគ្រាន់តែមានអារម្មណ៍ថាលឿនអាប់ក្តៅខ្លាំងពេលអ្នកហៀបនឹងកកស្លាប់នាងបានមកទាំងវិលមុខដោយសារគ្រុនក្តៅសម្រស់ដ៏ក្តៅគប់មួយបានបាត់បង់នៅក្នុងភាពស្រពិចស្រពិលបុរសនោះបានបាត់ខ្លួនទៅហើយនៅសល់តែសម្លេងអស់វាបានចេញហើយប្រេះខ្យល់ត្រជាក់មួយបានបក់មកហើយខ្ញុំញ័រខ្លួននាងញ័រខ្លួនហើយបន្ទាប់មកសន្លប់ទាំងស្រុងពេលខ្ញុំបើកភ្នែកម្ដងទៀតមេឃក៏ស្រពិចស្រពិលរួចទៅហើយនាងមានអារម្មណ៍ទន់ខ្សោយនិងធ្ងន់ពេញខ្លួននេះដោយសារតែនាងមានគ្រុនក្តៅហើយពិបាកអង្គុយខ្ញុំក្រោកឡើងហើយឃើញថាសៀវបៃហត់នឿយណាស់គាត់ដេកដោយគ្មានទីពឹងនៅក្បែរគំនរស្មៅរោមពណ៌សញ្ញៃញ៉ៃហើយគ្រប់ដណ្ដប់ដោយទឹកភក់ស្លឹកឈើស្ងួតនិងរបស់ទូចពណ៌ជួយសង្គ្រោះខ្ញុំពីការរត់ទៅរកគ្រូពេទ្យអធិរាជនៅពាក់កណ្ដាលអាគារអ្នកបានលួចឆ្នាំពីមន្ទីរពេទ្យហើយឆែវបេនេះជាកំហុសរបស់អ្នកមែនទេនាងងើយមើលរបស់ដែលខ្ញុំបានលួចកំពុងក៏របស់ខ្ញុំខ្មៅដោយសារផ្សែងភ្នែកខ្ញុំហូរចេញភ្លាមដោយទឹកភ្នែកឆ្កែពណ៌ស្មួយក្បាលដែលខ្ញុំបានជួបដោយចៃដន្យតាមពិតទៅគាត់បានប្រថុយជីវិតដើម្បីរកខ្ញុំបានញ៉ាំថ្នាំនោះដោយសម្ងាត់ថ្នាំនេះមានប្រសិទ្ធភាពទាំងស្រុងភ្លាមបន្ទាប់ពីលេបខ្ញុំបានស្ដារកម្លាំងឡើងវិញហើយដើរទៅរកផ្ទះទូចបីសិនបៀនពីអ្នកបម្រើផ្ទាល់ខ្លួនរបស់នាងបញ្ចូលមួយត្រូវបានទាញចេញពីស្រទាប់ខាងក្នុងនៃឧបខ្សែពណ៌ក្រហមដែលរសាត់បាត់គឺសម្រាប់ចូលទៅក្នុងព្រះបរមរាជវាំងខ្ញុំបានចំណាយកាក់ពីនៅឯពិព័រណ៍វត្តពីមុនខ្ញុំបានទិញវាដោយលុយប៉ុន្តែខ្ញុំស្ទាក់ស្ទើរក្នុងការប្រើវារែមដៃរបស់ខ្ញុំហើរឡើងពេលខ្ញុំត្បាញខ្សែពណ៌ក្រហមសាមញ្ញតែរឹងមាំនាងសម្លឹងមកខ្ញុំពេលក្អៅធ្លាក់មកខ្សែពណ៌ក្រហមនៅលើដៃរបស់ខ្ញុំស្ថិតនៅគ្រប់ទីកន្លែងក្នុងហេតុអ្វីបានជាអ្នកលាក់ខ្លួនពីខ្ញុំចាប់នាងត្រង់កញ្ចឹងហើយប្រើកម្លាំងដាក់ខ្សែពណ៌ក្រហមបន្ទាប់ពីអ្នកបានគ្រប់ខ្សែពូរបស់ខ្ញុំហើយនោះជាពេលដែលខ្ញុំបាននឹងឯឆ្កែរបស់ខ្ញុំលីតវ៉ៃតអរគុណសម្រាប់ការជួយសង្គ្រោះជីវិតខ្ញុំនឹងសរសេរវាចុះហើយកែប្រែវានៅពេលក្រោយខ្ញុំនឹងការពារអ្នកសៀវបៃរាងកាយទាំងមូលរបស់គាត់រឹងហើយគាត់មិនអាចរត់ចេញបានទេសម្លឹងមើលអាជីពរបស់ខ្ញុំដោយស្ងៀមស្ងាត់ព្រះច័ន្ទព្យួរខ្ពស់នៅលើមេឃខ្ញុំស្ងប់នៅក្នុងលីតវ៉ៃបានដេកលក់យ៉ាងស្កប់ស្កល់នៅក្បែរនាងមិនដឹងខ្លួនតតែសោះអំពីក្មេងតូចនៅក្បែរគាត់បែកកំពុងដកដង្ហើមយ៉ាងខ្លាំងស៊ីខ្លាចជាតារាម៉ូដែលបុរសដែលមិនអាចរៀបចំបាននាងបានរើសសម្លៀកបំពាក់ដែលជ្រុះពីជើងរបស់នាងមនុស្សនោះស្លៀកពាក់យ៉ាងស្អាតបាតហើយបានឈៀតឱកាសពីព្រះច័ន្ទខ្ញុំបានត្រឹមតែផ្អៀងចុះមើលម្រាមដៃស្ពឹករបស់ខ្ញុំជាមួយខ្សែពណ៌ក្រហមរុំលើស្មារបស់នាងគាត់បានដោះយករបស់ចេញពីចង្កេះរបស់យ៉ាងស្រាលនៅក្បែរខ្នើយរបស់ខ្ញុំបានចេញដំណើររាល់យប់នៅក្នុងទីធ្លាសម្លេងកងដ៏ខ្លាំងនោះធ្វើឲ្យខ្ញុំញាក់ខ្ញុំបានដាស់ឆេវបេដោយមិនដឹងខ្លួនគាត់លូកដៃទៅប៉ះចំហៀងខ្លួនហើយឃើញតែអារម្មណ៍ត្រជាក់មួយធ្វើឲ្យខ្ញុំអង្គុយចុះសៀវបៃពិតជាបានបាត់ទៅហើយភាពភ័យស្លន់ស្លោក៏កាត់ឡើងភ្លាមនោះខ្ញុំបានប្រឡេកមើលអ្វីមួយដែលដាក់នៅលើខ្នើយបំណែកគ្រីស្តាល់ខ្លាមួយខ្ញុំមិនដែលបានឃើញខ្សែខ្មយ៉ាងជឿទៀតទេសំបីតែភ្នែកដែលមើលឃើញច្បាស់ក៏អាចប្រោះ